ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការរៀនភាសាចិនហើយថ្ងៃនេះដែរខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នាបន្តទៀតពាក់ព័ន្ធជាមួយនឹងឆឹងអ៊ីចាអញ្ចឹងឃ្លាដែលយើងរៀននៅថ្ងៃនេះគឺអានថា五怨无悔ចា五怨无悔五怨无悔ចា五មានន័យថាអត់ឬក៏គ្មាន怨មានន័យថាត្អូញត្អែ五មានន័យថាអត់悔មានន័យថាស្ដាយក្រោយឬក៏សោកស្ដាយចាអញ្ចឹង五怨无悔五怨无悔មានថាមិនត្អូញត្អែមិនស្ដាយក្រោយចាអញ្ចឹងយើងមកមើលឧទាហរណ៍ទាំងអស់គ្នាយើងអានថា我五怨无悔爱着你我五怨无悔爱着你ចាចឹង我យើងមកថាខ្ញុំ五怨无悔មានថាមិនត្អូញត្អែមិនស្ដាយក្រោយចា爱着你មានថាស្រឡាញ់អ្នកនៅស្រឡាញ់អ្នកអញ្ចឹង我五怨无悔爱着你មានន័យថាខ្ញុំមិនស្ដាយក្រោយទេដែលស្រឡាញ់អ្នកឬក៏ខ្ញុំមិនសោកស្ដាយទេដែលស្រឡាញ់អ្នកចាអញ្ចឹងទោះបីជាមានបញ្ហាអ្វីក៏ដោយទោះបីជាក្រទោះបីជាមានទោះបីជាសុខទោះបីជាបបាក់ក៏គាត់នៅតែស្មោះស្ម័គ្រនៅតែសុខចិត្តរួមរស់ជាមួយគ្នាសុខចិត្តដើរដំណើរមួយនឹងជាមួយគ្នាដែលមិនបោះបង់មានន័យថាគឺរួមសុខរួមទុក្ខជាមួយគ្នាអញ្ចឹងគឺគាត់មិនស្ដាយក្រោយមិនត្អូញត្អែក៏អត់ស្ដាយក្រោយគាត់អត់ត្អូញត្អែនឹងការជ្រើសរើសយកម្នាក់នឹងធ្វើជាប្តីប្រពន្ធឬក៏ធ្វើជាសង្សារឬក៏ធ្វើជាគូអនាគតទេអញ្ចឹងគឺគាត់មិនស្ដាយក្រោយឡើយបើសិនមកលំបាកគឺលំបាកជាមួយគ្នាហើយបើសិនមកសុខគឺសុខជាមួយគ្នារួមសុខរួមទុក្ខជាមួយគ្នាដែលអត់បោះបង់គ្នាតែអ្នកខ្លះគឺអត់ទេមានន័យថាពេលដែលជួបទុក្ខលំបាកដៃគូមួយចំនួនណាពេលដែលជួបទុក្ខលំបាកបន្តិចគឺគាត់ចាប់ផ្ដើមបន្ទោសហេតុអីបានក្រអញ្ចឹងខ្ញុំអត់រស់នៅជាមួយគ្នាអត់ការឬមួយក៏អីចឹងទៅគាត់ស្ដាយក្រោយដែលជ្រើសរើសម្នាក់ហ្នឹងប៉ុន្តែនៅក្នុងអូយៀនអូវ័យហ្នឹងផងដែរក៏អត់ទេបើទោះបីជាគាត់លំបាកក៏ដោយក៏គាត់សុខចិត្តដើរផ្លូវនៅជាមួយគ្នាដែរក៏អត់ត្អូញត្អែហើយគាត់ក៏អត់និយាយថាគាត់ស្ដាយក្រោយគាត់សោកស្ដាយគឺគាត់អត់ទេចាអញ្ចឹងដូចយើងអាចនិយាយទៅកាន់ម្ដាយឪពុកដែរគាត់ស្រឡាញ់កូនហ្នឹងមានន័យថាម៉េចឧទាហរណ៍ណា我无怨无悔让我的孩子អញ្ចឹងមានគាត់មិនអូនស្អាយឬក៏មិនស្ដាយក្រោយទេដែលគាត់ចិញ្ចឹមបីបាច់កូនរបស់គាត់ឬក៏បង្កើតកូនរបស់គាត់មកអញ្ចឹងអាការលះបង់របស់គាត់នោះគឺធំធេងខ្លាំងមែនតើទោះបីជាគាត់លំបាកនឿយហត់បដូរញើសបដូរឈាមរបស់គាត់ក៏គាត់នៅតែខិតខំប្រឹងប្រែងធ្វើវាដើរដំណើរមួយនឹងដែលគាត់អត់ស្ដាយក្រោយទេដែលគាត់អត់អូយៀនអូវ័យទេចាអញ្ចឹងគ្នាកន្លែងហ្នឹងយើងនិយាយទៅក្នុងទំនាក់ទំនងចាការរស់នៅប្រចាំថ្ងៃដូចជាម្ដាយឪពុកជាមួយនឹងកូនចាឬមួយក៏ជាទំនាក់ទំនងស្នេហាទំនាក់ទំនងមិត្តភាពអីផ្សេងអញ្ចឹងខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាម្ដងទៀតចា五怨无悔五怨无悔我五怨无悔爱着你ចាអញ្ចឹងខ្ញុំចង់សួរតែអ្នកទាំងអស់គ្នាថាតើអ្នកទាំងអស់គ្នាមាន五怨无悔爱ទៅអ្នកណាទេអត់ដែលយើងគិតថាយើងស្រឡាញ់គាត់ហើយទោះបីជាមានបញ្ហាអ្វីក៏ដោយក៏យើងនៅតែខិតខំរក្សាទំនាក់ទំនងមួយហ្នឹងចាអញ្ចឹងថ្ងៃនេះខ្ញុំចែករំលែកជាមួយអ្នកទាំងអស់គ្នាក្នុងប៉ុណ្ណឹងហើយបើសិនអ្នកទាំងអស់គ្នាមានចម្ងល់អាចខមមិននៅខាងក្រោមវីដេអូបានហើយបើសិនមកចិត្តវីដេអូដែលខ្ញុំចែករំលែកសូមជួយចុច like និង share អរគុណ